ដើម្បីឲ្យយោធារបស់យើងអាចមានកម្លាំងតទល់ជាមួយនឹងការឈ្លានពានរបស់ភាគីថៃនេះតែម្ដងដោយសារតែយើងឃើញហើយការឈ្លានពានរបស់ថៃម្ដងជាពីរដងរហូតដល់មានការកើតជាការសង្គ្រាមរហូតដល់2លើកទៅទៀតហើយលើកទី3ប្រហែលជាក៏នឹងអាចគិតផុតផងដែរតកតងទៅនឹងការច្បាំងគ្នានេះដោយសារតែថៃម្ដងជាពីរដងនៅតែបន្តនៅក្នុងការយកលេសគំថានឹងមានភាពវិជ្ជមានទៅលើការដោះលែងអ្នកនេសាទរបស់យើងទាំង3រូបផងដែរដោយសារតែគាត់ជាប់ទោសនៅក្នុងបានន័យថាជាប់ពន្ធនាគារនិយាយទៅមិនមែនទោសទេដោយសារតែពួកគាត់មិនបានទៅបំពេញនៅក្នុងដែនទឹករបស់ថៃទេការចាត់នេះចាត់ដោយសារតែថៃចូលមកបំពេញនៅក្នុងដែនទឹករបស់កម្ពុជាទៅទៀតមន្ត្រីកម្ពុជានឹងទៅជួបមន្ត្រីថៃដើម្បីធ្វើការចរចាតាក់ទងទៅនឹងការដោះលែងអ្នកនេសាទខ្មែរចំនួន3នាក់ដែលត្រូវបានចាប់ដោយខុសច្បាប់ឬក៏ហៅថាបំពានដោយភាគីថៃនៅលើដែនសមុទ្រកាលពីកន្លងទៅហ្នឹងអញ្ចឹងយើងដឹងហើយតាក់ទងទៅនឹងការខាត់ខ្លួនដោយមិនស្របតាមផ្លូវច្បាប់របស់ខាងភាគីថៃដោយចោទថាអ្នកនេសាទខ្មែរចូលទៅក្នុងដែនធិបតេយ្យនៃដែនសមុទ្ររបស់ថៃតែជារឿងពិតគឺអ្នកនេសាទទាំងនោះគឺមិនបានធ្វើខុសនឹងច្បាប់ទេអញ្ចឹងមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យតាមរយៈក្រសួងការបរទេសថានឹងទៅជួបមន្ត្រីថៃដើម្បីចរចាទៅលើរឿងនេះអញ្ចឹងនេះរឿងទី1ហើយរឿងទី2ក៏លើកឡើងតាក់ទងទៅនឹងខេត្តទាំង4របស់កម្ពុជាដែលរងនៅឥទ្ធិពលទឹកភ្លៀងឬហៅថាចំនួនទឹកភ្លៀងនិងចំនួនទន្លេមេគង្គខ្លាំងជាងគេដែលកំពុងតែរងផលប៉ះពាល់ខ្លាំងផងដែរនេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអំពីខេត្តទាំង4នោះហើយក្នុងចំណោមខេត្តទាំង4ហ្នឹងគឺមានខេត្តមួយដែលរងផលប៉ះពាល់នៃចំនួនទន្លេមេគង្គខ្លាំងជាងគេផងដែរអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកនៅព័ត៌មានចំនួន2នេះមកបញ្ជូនក៏ដូចជាបង្ហាញជូនបងប្អូនដែលកំពុងតែទស្សនានេះផងដែរដែលរឿងទី1តាក់ទងទៅនឹងការខកខ្លួនអ្នកនេសាទខ្មែរពីសំណាក់ភាគីថៃអញ្ចឹងយើងទៅចាប់អារម្មណ៍នៅរឿងទី1តែម្ដងតាក់ទងទៅនឹងការជួបរវាងមន្ត្រីកម្ពុជានិងមន្ត្រីថៃទៅលើការដោះស្រាយលើបញ្ហានេះបាទក្នុងនោះបើយោងទៅតាមការបញ្ជាក់គឺមន្ត្រីកុងស៊ុលរបស់កម្ពុជាដែលប្រចាំនៅខេត្តស្រះកែវនៅក្នុងទឹកដីរបស់ថៃនឹងចូលទៅជួបអាជ្ញាធរថៃតែម្ដងដើម្បីពិភាក្សាអំពីការដោះលែងឲ្យមានសេរីភាពមកវិញនៅអ្នកនេសាទខ្មែរដែលចំនួន3នាក់ដែលបានអាជ្ញាថៃចាប់កាលពីខែកុម្ភៈឆ្នាំ2026កន្លងទៅនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលបានបញ្ជាក់នៅថ្ងៃទី23ខែសីហានេះផ្ទាល់តែម្ដងបាទអញ្ចឹងតកតងទៅនឹងគម្រោងនៃជំនួបជាថ្មីរវាងមន្ត្រីកម្ពុជាជាមួយនឹងមន្ត្រីថៃតកតងទៅនឹងការដោះលែងនៃអ្នកនេសាទខ្មែរចំនួន3នាក់ដែលត្រូវបានឃាត់ខ្លួននៅថៃហ្នឹងគឺតកតងទៅនឹងការប្រែកលាស់របស់មន្ត្រីពន្ធនាគារថៃដែលបានប្រែកលាស់សម្ដីរបស់ខ្លួនដែលបានថានឹងទ្រង់នឹងដោះលែងអ្នកនេសាទខ្មែរចំនួន3នាក់ហ្នឹងឲ្យត្រឡប់មកកម្ពុជាវិញកាលពីខែបានន័យថាថ្ងៃទី30ខែកក្កដាមកម្លេះតែថៃបានប្រែកលាស់វិញអញ្ចឹងពីដំបូងគម្រោងថានឹងលែងហើយនៅអ្នកទាំង3ហ្នឹងគឺក្នុងថ្ងៃទី30ខែ7កន្លងទៅហ្នឹងតែមកដល់ថ្ងៃដោះលែងគឺថៃបានប្រែកលាស់ពាក្យសម្ដីរបស់ខ្លួនអញ្ចឹងហើយទើបមានគ្រោងឲ្យមានជំនួបរវាងមន្ត្រីកម្ពុជានិងមន្ត្រីថៃម្ដងទៀតនេះដើម្បីធ្វើការចរចាឲ្យមានការដោះលែងដោយស្របច្បាប់ពីសំណាក់ភាគីថៃមកកម្ពុជាវិញនៅអ្នកនេសាទខ្មែរទាំង3នាក់ដែលត្រូវបានឃាត់ខ្លួនដោយភាគីថៃនេះបើយោងទៅតាមការបញ្ជាក់របស់លោកច័ន្ទរតនាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលបានប្រាប់នៅសារព័ត៌មានក្នុងស្រុកមួយផងដែរក្នុងនោះក្រោយពីការបដិសេធមិនផ្ដល់សេរីភាពដល់អ្នកនេសាទខ្មែរទាំង3នាក់លោកច័ន្ទរតនាក៏បានឲ្យដឹងដែរថាមន្ត្រីកម្ពុជានឹងជួបភាគីថៃម្ដងទៀតនៅថ្ងៃទី28ខែសីហាខាងមុខនេះផ្ទាល់តែម្ដងដើម្បីសួរនាំទៅលើបញ្ហានេះក៏ដូចជារកដំណោះស្រាយឲ្យមានការដោះលែងនេះផងដែរក្នុងនោះបើយោងទៅតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះដដែលក៏បានបញ្ជាក់ដែរថាមន្ត្រីពន្ធនាគាររបស់ថៃនៅខេត្តត្រាតគឺមិនព្រមដោះលែងអ្នកនេសាទខ្មែរមកវិញទេដោយសារតែលេសថាខ្លួនមិនទាន់បានទទួលដោយការដោះលែងពីតុលាការរបស់ថៃអញ្ចឹងក៏គួររំលឹកឲ្យដឹងផងដែរថានាវាកងទ័ពជើងទឹកថៃគឺបានចូលមកចាប់ខ្លួនពលរដ្ឋខ្មែរចំនួន3នាក់និងរឹបអូសយកទូកនេសាទដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជាកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2026កន្លងទៅពលគឺមានរយៈពេលប្រមាណជា6ខែមកហើយបើគិតមកដល់ថ្ងៃនេះដែលកំពុងតែនិយាយនេះគឺថ្ងៃទី25ខែសីហាឆ្នាំ2026អញ្ចឹងចាប់ខ្លួនតាំងពីថ្ងៃទី22ខែ2ឥឡូវថ្ងៃទី25ខែ8អញ្ចឹង6ខែមកហើយការពីកន្លងទៅនោះថានឹងដោះលែងនៅក្នុងកំឡុងថ្ងៃទី30ខែ7ពីសំណាក់ភាគីថៃហ្នឹងតែដល់ថ្ងៃ30ខែ7ក៏មិនមានការដោះលែងហើយថៃប្រែកន្លះថាខ្លួនមិនទាន់ទទួលបានដោយការអនុញ្ញាតឬក៏ហៅថាដោយការដោះលែងពី
ខាងតឡាការរបស់ថៃនេះទៀតសោតទាំងនេះគឺជាល្បិចកិច្ចការរបស់ថៃក្នុងការពជាពេលទៅលើរឿងនេះដូចជារឿងព្រំដែនជាដើមថៃតែងតែយកលេសម្ដងជាពីរដងតាក់ទងទៅនឹងការឈ្លានពានមកលើទឹកដីរបស់កម្ពុជាផងដែរអញ្ចឹងតាក់ទងទៅនឹងរឿងនេះដែរកម្ពុជាក៏បានតវ៉ាយ៉ាងដាច់អហង្ការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃក្នុងដែនទឹកកម្ពុជានឹងបានទាមទារឲ្យដោះលែងអ្នកនេសាទខ្មែរទាំង3នាក់នោះជាបន្ទាន់ផងដែរក្រៅពីនេះក៏ទាមទារឲ្យមានការដោះលែងអ្នកនេសាទខ្មែរទាំង3នាក់មន្ត្រីកម្ពុជាក៏បានស្នើឲ្យអាជ្ញាធរថៃផ្ដល់ទុកនេសាទរបស់ពួកគេមកវិញតែភាគីថៃតម្រូវឲ្យអ្នកនេសាទខ្មែររៀបចំឯកសារនិងស្វែងរកមេធាវីទាមទារតវ៉ាបានថាតវ៉ាតាមផ្លូវច្បាប់ទៅលើរឿងនេះផងដែរអញ្ចឹងរឿងនេះគឺជារឿងកើតឡើងតាំងពីខែ2មកដល់ពេលនេះអ្នកនេសាទខ្មែរទាំង3នាក់នោះគឺបានជាប់នៅក្នុងពន្ធនាគារនៅខេត្តត្រាតរបស់ថៃហ្នឹងដោយខុសបានន័យថាដោយបំពេញពីខាងភាគីថៃទៅទៀតដោយសារអីដោយសារពីបំពេញដោយសារតែការចាប់ខ្លួននោះការពិតអ្នកនេសាទខ្មែរទាំង3នាក់ជាមួយនឹងទូករបស់គាត់ហ្នឹងកាលពីក្នុងខែកុម្ភៈហ្នឹងគឺនេសាទនៅក្នុងដែនអធិបតេយ្យភាពជាដែនទឹករបស់កម្ពុជាទេតែទូកនាវាចម្បាំងរបស់ថៃហ្នឹងគឺបានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយចោទថានេះគឺដែនអធិបតេយ្យរបស់គេដែលយោងទៅតាមផែនទីដែលគូសដោយឯកតោភាគីរបស់ភាគីថៃហើយក៏បានធ្វើការចាប់ឃាត់ខ្លួននៅអ្នកនេសាទខ្មែរទាំង3នាក់ហ្នឹងតាំងពីខែ2មកដល់ពេលនេះមិនទាន់ដោះលែងទេតែងតែបានប្រើលេសម្ដងជា2ដងក្នុងការពជាក្នុងការដោះលែងទៅទៀតអញ្ចឹងជារួមទៅលើរឿងនេះយើងឃើញហើយតាក់ទងទៅនឹងល្បិចកិច្ចការរបស់ថៃដែលតែងតែឈ្លានពានមិនថាទឹកដីរបស់កម្ពុជាទៅដែនគោកតាមបណ្ដោយព្រំដែនគោកឥឡូវមកដល់ដែនទឹកហើយកន្លងទៅដែនអាកាសក៏មានការឈ្លានពានក្នុងការហោះយន្តហោះ F16 មកទម្លាក់គ្រាប់នៅលើកម្ពុជាទៅទៀតអញ្ចឹងថៃតែងតែប្រើរូបភាពនៃការកលយុគឬក៏ហៅថាកលលំបាកផលលំបាកនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួននោះបង្វែរមកឲ្យប៉ះជាមួយនឹងកម្ពុជាតែពួកវាមិនដែលបង្វែរឲ្យទៅប៉ះជាមួយនឹងភូមាឬក៏បណ្ដាប្រទេសជិតខាងដទៃទៀតទេដោយសារតែវាដឹងថាប៉ះប្រទេសដទៃនោះបានន័យថាប៉ះប្រទេសភូមាឬប្រទេសដទៃទៀតនោះគឺពួកវានឹងមិនរួចខ្លួនទេវាហ៊ានប៉ះតែជាមួយកម្ពុជាដោយសារតែដឹងតែកម្ពុជានៅកម្លាំងខ្សោយជាងវាយើងនិយាយស្ដាប់ដោយសារតែកម្ពុជាតាក់ទងទៅនឹងសេដ្ឋកិច្ចចំណាំប្រជាជនក៏ដូចជាសភាវុធយើងឃើញកន្លងទៅយើងមានការចាញ់តែងជាមួយវាតែទោះជាយ៉ាងណាក៏រដ្ឋាភិបាលកម្ពុជាក៏ដូចជាទាហានកម្ពុជាដែលតាមបានន័យថាតែងតែការពារតាមបន្តព្រំដែនក៏មិនដែលប្រងើយកន្តើយនៅក្នុងការឲ្យពួកវាចូលមកឈ្លានពានដែរបើទោះជាបច្ចុប្បន្នមានការមកកាន់កាប់ដោយបំពាននិងខុសច្បាប់ពីសំណាក់ទាហានថៃនៅលើតំបន់មួយចំនួនក៏ដោយក៏ទាហានកម្ពុជាតែងតែឈរជើងការពាររហូតបើទោះជាយើងនិយាយត្រង់ទៅយើងសភាវុធយើងមានតែចាញ់គេអញ្ចឹងសង្ឃឹមថាទៅខាងមុខទៀតតាមរយៈកំណែទម្រង់មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនឹងមានការកែតម្រង់ក៏ដូចជាបានន័យថាកំពុងតែធ្វើឲ្យយើងឃើញថាកំពុងតែធ្វើតាក់ទងទៅនឹងវិស័យយោធាដើម្បីឲ្យយោធារបស់យើងអាចមានកម្លាំងតទល់ជាមួយនឹងការឈ្លានពានរបស់ភាគីថៃនេះតែម្ដងដោយសារតែយើងឃើញហើយការឈ្លានពានរបស់ថៃម្ដងជា2ដងរហូតដល់មានការកើតជាការសង្គ្រាមរហូតដល់2លើកទៅទៀតហើយលើកទី3ប្រហែលជាក៏នឹងអាចគិតផុតផងដែរតើតងទៅនឹងការច្បាំងគ្នានេះដោយសារតែថៃម្ដងជា2ដងនៅតែបន្តនៅក្នុងការយកលេសអំពីការផ្ទុះក្របបែកដោយទាហានរបស់ខ្លួនដើរជន់អ្វីជាដើមហ្នឹងមកយកលេសតបានន័យថាតតាំងរករឿងជាមួយនឹងកម្ពុជាម្ដងជា2ដងបើទោះជាយើងខំខំមាត់សង្កត់ចិត្តយ៉ាងណាក៏ពួកវានៅតែប្រើលេសនៅក្នុងការចង់ឲ្យមានការផ្ទុះសង្គ្រាមផងដែរតែខ្ញុំជឿជាក់ថាមិនយូរមិនឆាប់ទេកម្ពុជានឹងមានកម្លាំងក៏ដូចជាសភាវុធគ្រប់គ្រាន់យើងនឹងអាចតតាំងស្មើមុខស្មើមាត់ជាមួយនឹងពួកវាបើទោះជាប្រជាជនវាច្រើនទាហានវាច្រើនតែទឹកចិត្តនៃការពារទឹកដីរបស់កម្ពុជាគឺមិនដែលរុញរានៅក្នុងការច្បាំងប្រយុទ្ធជាមួយនឹងសត្រូវទេជាពិសេសបងទាហានតាមបន្តព្រំដែនដែលជាបរិយាកងទ័ពរបស់យើងហើយដោយសារតែខ្ញុំនិយាយដោយសារខ្ញុំធ្លាប់ជួបក៏ដូចជាទៅផ្ទាល់ជួបជាមួយនឹងវរៈកងទ័ពរបស់យើងតាមបន្តព្រំដែនគឺគាត់មានឆន្ទៈមុខមុតណាស់ក្នុងការការពារទឹកដីបើទោះជាយើងនិយាយស្ដាប់ថាយើងយកដៃទៅវាយជាមួយគេមានកបិតគេមានកំភ្លើងក៏ដោយនឹងគេអាចប្រៀបធៀបបានន័យថាសភាវុធយើងវាមានតិចហើយវាមានកម្រិតអញ្ចឹងពួកវាហ្នឹងវាមានរបស់ទំនើបសភាវុធទំនើបយន្តហោះសភាវុធផ្សេងយុទ្ធបកផ្សេងទំនើបទើបវាតែងតែចង់ឈ្លានពានទឹកដីរបស់កម្ពុជាបាទអញ្ចឹងជារួមតកតងទៅនឹងរឿងនេះខ្ញុំក៏មិនចង់និយាយអីវែងឆ្ងាយដែរក៏ចង់បញ្ជាក់តកតងទៅនឹងថាកម្ពុជានឹងកម្រងនឹងជួបបានន័យថានៅថ្ងៃទី28ហ្នឹងមន្ត្រីការទូតកម្ពុជានៅតាម
ដែលជាប្រចាំការនៅខេត្តត្រាតហ្នឹងនឹងជួបជាមួយនឹងថៃហើយសង្ឃឹមថានឹងមានភាពវិជ្ជមានទៅលើការដោះលែងអ្នកនេសាទរបស់យើងទាំង3រូបផងដែរដោយសារតែគាត់ជាប់ទោសនៅក្នុងបានន័យថាជាប់ពន្ធនាគារនិយាយទៅមិនមែនទោសទេដោយសារតែពួកគាត់មិនបានទៅបំពេញនៅក្នុងដែនទឹករបស់ថៃទេការចាត់នេះចាត់ដោយសារតែថៃចូលមកបំពេញនៅក្នុងដែនទឹករបស់កម្ពុជាទៅទៀតអញ្ចឹងសង្ឃឹមថាពួកគាត់នឹងមានសេរីភាពក៏ដូចជាមានបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជារបស់យើងវិញតាមរយៈនៃការជួយសម្របសម្រួលពីមន្ត្រីរបស់កម្ពុជាដែលកំពុងតែធ្វើការនៅលើរឿងនេះផងដែរបាទអញ្ចឹងយើងបិទបញ្ចប់តាក់ទងទៅនឹងការជួបពិភាក្សាគម្រោងបានន័យថាគម្រោងនឹងជួបពិភាក្សាឲ្យមានការដោះលែងអ្នកនេសាទខ្មែរទាំង3នាក់នេះយើងមកចាប់អារម្មណ៍តាក់ទងទៅនឹងខេត្តរបស់កម្ពុជាចំនួន4ដែលរងឥទ្ធិពលនៃព្យុះទឹកភ្លៀងក៏ដូចជាចំនួននៃទន្លេមេគង្គដែលកំពុងតែឡើងយ៉ាងគំហុកដោយសារតែយើងដឹងហើយរយៈពេលប្រហែលថ្ងៃនេះតាមទន្លេមេគង្គដែលមានមិនមែនតែកម្ពុជាទេដែលទន្លេមេគង្គតាំងពីចិនតាំងពីឡាវតាំងពីអីមកគឺអញ្ចឹងអាទឹកដែលព្យុះមួយរយៈពេលកន្លងមកនេះដោយសារតែចិននិងវៀតណាមអ្វីជាដើមគឺមានព្យុះខ្លាំងមែនទែនអញ្ចឹងវាធ្វើឲ្យកំណើននៃលំហូរទឹកទន្លេមេគង្គក៏មានការកើនឡើងផងដែរដែលវាប៉ះពាល់មកដល់កម្ពុជាផងដែរអញ្ចឹងសូមដកស្រង់នៅព័ត៌មានមួយនេះដើម្បីបង្ហាញជូនបងប្អូនដែលកំពុងតែទស្សនានេះផងដែរអញ្ចឹងតាក់ទងទៅនឹងរឿងនេះបើយោងទៅតាមអ្នកនាំពាក្យនៃគណៈកម្មការគ្រោះមហន្តរាយគឺបានបញ្ជាក់ដែរថាខេត្តកម្ពុជាចំនួន4កំពុងតែរងផលប៉ះពាល់ដោយចំនួនទឹកភ្លៀងនិងចំនួនមេគង្គយ៉ាងខ្លាំងក្លាផងដែរក្នុងនោះបើគិតត្រឹមថ្ងៃទី22កន្លងទៅថ្មីនេះគឺខេត្តស្ទឹងត្រែងខេត្តក្រចេះនិងខេត្តត្បូងឃ្មុំជាមួយនឹងខេត្តកំពង់ចាមដែលស្ថិតនៅជាប់ដងទន្លេមេគង្គបាននឹងកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គដោយបានប៉ះពាល់ដល់ពលរដ្ឋប្រមាណជាជាង 10000 គ្រួសារឯណោះហើយក្នុងនោះគឺមានរហូតដល់1300គ្រួសារត្រូវបានចម្លៀសចេញពីទីកាន់បានថាទីតាំងផ្ទះរបស់គាត់ហ្នឹងទៅកាន់ទីតាំងសុវត្ថិភាពដែលត្រូវបានរៀបចំដោយអាជ្ញាធរអញ្ចឹងប៉ះពាល់គឺមានចំនួនជាង 10000 គ្រួសារហើយបានចម្លៀសបន្ទាន់ហ្នឹងគឺ1300គ្រួសារហើយមកដល់បច្ចុប្បន្នក្នុងនោះបើយោងទៅតាមអ្នកនាំពាក្យក្រសួងមិនមែនក្រសួងទេគឺអ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយគឺបានបញ្ជាក់ឲ្យដឹងដែរថាខេត្តដែលជាប់ដងទន្លេមេគង្គចំនួន4នោះរួមមានខេត្តស្ទឹងត្រែងខេត្តក្រចេះខេត្តត្បូងឃ្មុំនិងកំពង់ចាមដែលរួមមានចំនួន15ក្រុងស្រុកដែលកំពុងតែរងគ្រោះដោយសារចំនួនទឹកភ្លៀងនិងចំនួនទន្លេមេគង្គដែលបណ្ដាលមកពីព្យុះដែលមានឈ្មោះថាសូឌីលក្នុងនោះចំនួននេះក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ពលរដ្ឋចំនួន11328គ្រួសារគណៈ1300គ្រួសារ376គ្រួសារត្រូវបានជំនះទៅកាន់ទីទួលសុវត្ថិភាពហើយក្នុងនោះបើយោងទៅតាមការបញ្ជាក់របស់អ្នកនាំពាក្យដដែលក៏បានឲ្យដឹងដែរថានៅក្នុងចំណោមខេត្តទាំង4ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺមានប្រមាណជា5952គ្រួសារដែលរងផលប៉ះពាល់ខ្លាំងហើយចំពោះការអន្តរាគមន៍និងវិធានការបន្ទាន់គឺអាជ្ញាធរបានចុះពិនិត្យនិងត្រៀមកម្លាំងក្នុងការជួយដោះស្រាយនៅបញ្ហានេះហើយដោយឡែកគណៈកម្មការគ្រោះមហន្តរាយក៏អះអាងដែរពីការសហការជាមួយអាជ្ញាធរក្នុងការជំនះប្រជាពលរដ្ឋឲ្យទៅកាន់ទីទួលសុវត្ថិភាពផងដែរអញ្ចឹងជាមួយគ្នានេះដែរបើយោងទៅតាមការបញ្ជាក់គណៈកម្មការគ្រោះមហន្តរាយហ្នឹងក៏បានស្នើអាជ្ញាធរខេត្តតាមដងទន្លេមេគង្គទន្លេបាសាក់និងជុំវិញបឹងទន្លេសាបបង្កើនការប្រុងប្រយ័ត្នដើម្បីឆ្លើយតបអន្ទាន់ទៅលើរឿងនេះផងដែរបាទនេះគ្រាន់ជាព័ត៌មានខ្លីមួយទាក់ទងទៅនឹងការបញ្ជាក់របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពីខេត្តទាំង4ដែលខ្ញុំបានលើកឡើងហ្នឹងមានកញ្ចេះមានស្ទឹងត្រែងត្បូងឃ្មុំនិងកំពង់ចាមដែលរងផលប៉ះពាល់ខ្លាំងហើយក្នុងចំណោមខេត្តទាំង4ហ្នឹងគឺកញ្ចេះកំពុងតែរងផលប៉ះពាល់ខ្លាំងជាងគេអំពីចំនួនទឹកភ្លៀងដោយសារតែបញ្ហាព្យុះដែលកើតឡើងនៅបណ្ដាប្រទេសជិតខាងរបស់យើងហើយក៏រងឥទ្ធិពលមកដល់កម្ពុជាផងដែរអញ្ចឹងព័ត៌មានមួយនេះសូមបិទបញ្ចប់តែត្រឹមនេះគ្រាន់តែការជូនដំណឹងដល់បងប្អូនដែលកំពុងតែទស្សនានេះតាក់ទងទៅនឹងស្ថានភាពបណ្ដាខេត្តមួយចំនួននៅក្នុងកម្ពុជាដែលរងផលប៉ះពាល់ពីចំនួននេះផងដែរបាទអរគុណជារួមនៅពេលនេះខ្ញុំបាទពុទ្ធិក៏សូមអរគុណនិងសូមគោរពលា